តណប់តាក្រួយណាបងប្អូនអ្នករស់នៅនៅឃុំបដាច្បាស់ជាស្គាល់ហើយច្បាស់តាក្រួយពី3ឆ្នាំមុនជាកន្លែងដើរលេងសម្រាប់ប្រជាជននៅតំបន់នោះគឺល្ងាចឡើងគេមកហូបអុយលេងឥឡូវដោយសារជួបនឹងបញ្ហាកត្តាផ្សេងឥឡូវស្ងាត់ភ្ញៀវទៅលេងមិនអត់ស្មោះទេថ្ងៃស្ដាមថ្ងៃអាទិត្យអុយមានគេទៅលេងទៅអង្គុយញ៉ាំអុយលេងនឹងមិត្តទឹកចឹងណាពេលតែយើងទៅទេសភាពវិញគឺមិនចាញ់តាមរមណីយដ្ឋានផ្សេងទេបងប្អូនទេសភាពគឺកប់សេរីរីតំណប់នេះក៏ជាកន្លែងរកត្រីអ្នកជនបទតាមតំបន់នោះណាបងប្អូនអ្នកគ្នាកន្លែងសម្រាប់បង់ត្រីសម្រាប់អុយណាអូទឹកនេះក៏សំខាន់ដែរចំពោះប្រាសាទនៅតំបន់ខេត្តសៀមរាបណាបងប្អូនជាផ្លូវទឹកសម្រាប់ទ្រទ្រង់ប្រាសាទនាតំបន់ជារួមឲ្យតែប្រាសាទនៅតំបន់អង្គរគឺពឹងផ្អែកលើផ្លូវទឹកយ៉ាងធំនេះឯងបងប្អូនអ្នកគ្នាដែលនាំទឹកមកពីភ្នំកាលែនហូរចាក់មកក្រុងសៀមរាបដើម្បីទ្រទ្រង់ប្រាសាទទាំងអស់នៅតំបន់អង្គរបើបានឃើញវីដេអូកុំភ្លេច share ដាក់ម៉ូមិត្តភ័ក្ដិសៅរ៍អាទិត្យអីមកជុំគ្នាណាបងប្អូនអ្នកគ្នាអង្គុយមាត់ទឹកចេះជុំគ្នាពិតជាស្រស់ស្រាយណាបងប្អូនអើយមាត់ទឹកផ្លូវទឹកនេះក៏កន្លែងមិនទឹកមិនអីលេងណាកន្លែងនេះណាលើកមុនណាប៉ុន្តែដោយសារជួបបញ្ហាច្រើនមើលថាទេសភាពវិញគឺញាក់សាច់ដែរបងប្អូនអ្នកគ្នាមកអង្គុយតាមមាត់ទឹកនេះជុំគ្នាដាក់បន្តិចណាកន្លែងនេះឃើញគេមានធ្វើគម្រោងថ្មីច្រើនដែរបងប្អូនអ្នកគ្នាដូចជាកន្លែងកាហ្វេនេះបងប្អូនគ្នាប៉ុន្តែមិនទាន់ជារួចហើយទេបងប្អូនមើលទស្សនវិជ្ជាទាំងមូលទៅក៏អធិស្ឋានចំពោះម្ចាស់ហាងកាហ្វេនេះដែរបងប្អូនអ្នកគ្នាបានសុំអនុញ្ញាតពីគាត់ដែរឥឡូវខ្ញុំទៅតែម្នាក់ឯងទៅខ្ញុំថតអធិស្ឋានចំពោះម្ចាស់ហាងផងណាបងកន្លែងនេះបើអ្នកចូលចិត្តស៊ូចត្រីបង់ត្រីអុយនេះត្រង់ម៉ាច់ហ្នឹងនេះព្រោះអីកន្លែងនេះជាកន្លែងស៊ូចត្រីមើលទៅតនូងណាបងប្អូនអើយបបក់អុយបើតែយើងទៅអីទេសភាពបងប្អូនអើយតាមទឹកតាមពេលជនបទចេះវាទទួលបានអារម្មណ៍មួយដែលប្លែកដែលខុសពីតំបន់ទីក្រុងណាបងប្អូននេះទៅដល់ក៏មានលឺសัตว์យំមានលឺទឹកហូរចេះក៏យើងនិយាយរួម fresh បណ្ដោយថាពេលស្មុគស្មាញយើងក្លឹបនៅតាមទីក្រុងអុយបើយើងបានមកស្រែមកតាមជនបទចេះវាមើលឃើញដើមឈើដើមអុយទៅវាទទួលមកអារម្មណ៍មកតែប្លែកបងប្អូនកុំភ្លេចបើថាឃើញវីដេអូនេះកុំភ្លេចនាំគ្នាមកថ្ងៃសៅរ៍អាទិត្យឲ្យមកលេងមិនខុសម្ដងទេបងប្អូនអ្នកគ្នាវីដេអូយើងក៏មានតែប៉ុណ្ណេះបងប្អូនអ្នកគ្នាមិនមានអីអ្វីឲ្យច្រើនទេចង់បង្ហាញបងប្អូនពីកន្លែងដែលដើរលេងកន្លែងដែលធ្លាប់សប្បាយពីមុនណាបងប្អូនអ្នកគ្នាឥឡូវក៏វីដេអូយើងក៏ដល់តែទីបញ្ចប់ដែរបងប្អូនភ្លេចទៅជួយ follow page ខ្ញុំអ្នកមួយផងនិង subscribe YouTube ខ្ញុំអ្នកមួយផងបងប្អូនទាំងនេះដើម្បីជាកម្លាំងចិត្តធ្វើវីដេអូឲ្យបងប្អូនមើលទៅមុខទៀតបាយបាយ